អូខេសួស្តីគ្នាយើងថ្ងៃនេះខ្ញុំមានវីដេអូមួយចង់បង្ហាញទៀតគឺយើងនិយាយអំពី basic microcontroller អញ្ចឹងត្រង់នេះយើង base ទៅលើ Arduino Uno សម្រាប់មករៀនអញ្ចឹងយើងនិយាយស្រួលស្ដាប់ទៅ Arduino Uno ហ្នឹងវាគឺជាខួរក្បាលអេឡិចត្រូនិកទូចមួយសម្រាប់ឲ្យយើងសរសេរកូដ upload បញ្ចូលទៅវាដើម្បីឲ្យយើងអាចបញ្ជាតាមដែលយើងចង់ធ្វើតែវាមាន limit មានកំណត់ដែលយើងអាចធ្វើវាបានអញ្ចឹងទៅខ្ញុំនិយាយនៅវីដេអូមុននេះហើយអញ្ចឹងយើងចូលទៅoutline របស់យើងគឺយើងនឹងសិក្សាអំពី digital output digital input serial monitor LCD display input sensor ហើយ monitor output អូខេអញ្ចឹងយើងចូលទៅដល់ទី1គឺ digital output អញ្ចឹងក្នុង digital output យើងនិយាយអំពី variable ទី2គឺយើងនឹងរៀន variable រួចយើងនឹងចូលទៅដល់ការសរសេរកូដដើម្បី upload ទៅក្នុង Arduino របស់យើងនេះដើម្បីឲ្យវា blink នៅអីគេ blink នៅ LED របស់យើងអូខេអញ្ចឹងទី1គឺ variable អញ្ចឹងនេះគឺជាយើងមើលរូបខាងនេះទៅយើងឃើញមានថាអូញញ៉ាយបដ ாய் អញ្ចឹង variable variable is a name we use to store a value in program បើយើងមើលទៅលើប្រអប់នេះគឺយើងឃើញថាvariable ហ្នឹងវាប្រៀបដូចជាប្រអប់មួយអញ្ចឹងសម្រាប់ store នៅ value ដូចជា favorite color គឺ store នៅ blue favorite number គឺ store នៅលេខ13អញ្ចឹងទៅអញ្ចឹងបើងាយខ្លីគឺ variable ឬគេយើងធ្លាប់ស្គាល់ថាជាអថេឬក៏អញ្ញត្តិនៅក្នុងគណិតវិទ្យាដែលយើងការរៀនទី12ទី7អីមកហ្នឹងចូលដោះអីគេចូលទាញរោគសម័យការប៉ណ្ណេះដែលមានអញ្ញត្តិស្មើប៉ណ្ណេះអញ្ចឹងទៅវាគឺជាកន្លែងសម្រាប់រក្សាទុកនៅទិន្នន័យដែលយើងអាចយកវាមកប្រើប្រាស់ពេលក្រោយបានអូខេអញ្ចឹងក្នុង variable មាន void មាន size គិតជាbyte គឺ0ហើយ range value របស់វាគឺ null boolean មាន size byte គឺ1ហើយdouble របស់យើងគឺរឹតខ្ញុំសុំមើលបន្តិចdouble របស់យើងគឺ4 byte ដូចគ្នា range នេះគឺវាដូចគ្នាហើយ string របស់យើងគឺកន្លែងនេះគេដាក់ថា character array វាមានន័យថាបើសិនជា character array ហ្នឹងវាមានថា string គឺជាបណ្ដុំនៃ character ឧទាហរណ៍ថា string string អញ្ចឹងវាមានចំនួនអក្សរចំនួនប្រមាណអញ្ចឹងវាមានប្រមាណ character អញ្ចឹងវាចូលនឹងឆានេះហើយយើងអាចបូកចំនួន size byte របស់វាទៅឃើញហើយអូខេអញ្ចឹងចូលដល់ចំណុចបន្ទាប់ទៀតគឺយើងនិយាយពី main syntax របស់ Arduino IDE របស់យើងដែលយើងនឹង save upload ចូលទៅក្នុងវាអញ្ចឹងទី1គឺមាន void setup ទី2គឺមាន void loop អញ្ចឹងនៅក្នុង void setup គឺគេដាក់ថា put your setup code here to run one មានន័យថាវា run តែម្ដងទេនៅពេលដែលយើងដាក់កូដក្នុងនេះអញ្ចឹងជាសម្រាប់ define នៅ pin define នៅអញ្ចឹងទៅនៅក្នុងនេះនៅពេលដែលយើង run កូដម្ដងវាដំណើរការម្ដងរួចវានឹងទៅកន្លែងនេះដូចអានេះយើងសម្រាប់ initialize ទៅលើ serial អីគេហៅ serial boot rate របស់វា serial begin ណាដាក់ក្នុងនេះទៅអញ្ចឹង void loop នេះវានឹងដំណើរការដែលនៅក្នុងកូដរបស់យើងលុះត្រាតែយើងចុច reset button នៅលើ Arduino ឬក៏យើងផ្ដាច់ភ្លើងហើយបើកវាសាថ្មីអញ្ចឹងប៉ុណ្ណឹងអញ្ចឹងនៅពេលដែលយើងសរសេរអានេះបើសិនជាអត់នៅចំណុចណាមួយវានឹង error ហើយកូដហ្នឹងដោយសារវាត្រូវការអានឹងជា syntax របស់វា main syntax របស់វាចំណុចបន្តទៀតគឺយើងនិយាយអំពី pin direction អញ្ចឹងនៅក្នុង pin direction នេះវាសម្រាប់កំណត់នៅ mode នៃ pin របស់យើងថាវាជា output ឬក៏ input អញ្ចឹង syntax របស់វា pin mode អញ្ចឹងជាចំណុចយើងគួរដឹងភាគច្រើននៅពេលដែលមានអក្សរលក្ខណៈថាពីរពាក្យជាប់គ្នានៅក្នុង Arduino គឺវាមានពុនដំបូងគឺអក្សរតូចទាំងអស់ហើយចាប់ផ្ដើមគឺមានអក្សរធំមួយគឺ mode ដូចជា pin mode អញ្ចឹងទៅឬក៏ចាំតិចខ្ញុំនឹងនិយាយទៀតអូខេ pin mode អញ្ចឹងទៅហើយកន្លែងនេះគឺជាសម្រាប់ដាក់លេខ pin ហើយកន្លែងនេះគឺជា mode អញ្ចឹងដូចជាឧទាហរណ៍ pin mode 12 output អញ្ចឹង pin នេះមានន័យថា digital pin number អញ្ចឹងនៅក្នុង Arduino ក្នុងវីដេអូមុនខ្ញុំបាននិយាយ digital pin number មានអីគេខ្លះអញ្ចឹង mode have 3 modes such as output input pull up អញ្ចឹងទៅអញ្ចឹងនៅក្នុងនេះវានិយាយពីក្នុងនេះវិញទៀតអញ្ចឹង function នីមួយៗនៃ mode របស់យើងគឺទី1គឺ output គឺ use សម្រាប់ define នៅ pin នៃ function ថាជា output signal អញ្ចឹងមានន័យថាយើងប្រើវាសម្រាប់បញ្ជាក់ថា pin ហ្នឹងត្រូវតែបញ្ចេញជា output បញ្ចេញ signal ជា output នៅលើដូចអានេះអញ្ចឹង pin 12នេះបញ្ចេញ signal ជា output ហើយមានថាវាបញ្ចេញចរន្តទៅឲ្យអីគេឲ្យគ្រឿងទទួលចំណែក input គឺសម្រាប់
define a pin to function as a receive signal វាសម្រាប់ទទួលមានថាវាសម្រាប់ទទួលដូចជាទទួលអីគេទទួលពី sensor ពីអីអញ្ចឹងទៅពីប៊ូតុងអីអញ្ចឹងទៅលេខទី3 input pull up នេះគឺវា similar ទៅដោយដូចជាមួយនឹង input ដែរប៉ុន្តែវាមានជាមួយនឹង internal pull up resistor តើទៀតគឺយើងនិយាយពី delay time ដូចយករូបនេះទៅហើយយើងអាចយល់កាន់តែយល់ខ្លួនឯងហើយ delay គឺយើងប្រើសម្រាប់អីគេសម្រាប់ពជាពេលនឹងឯងអញ្ចឹងនៅក្នុងនេះវាមាន delay ms delay ms ហ្នឹងវាគិតជាអីគេវា count គឺជា millisecond មានថាវាគិតជា millisecond time របស់វាអញ្ចឹងមានន័យថាវា millisecond អញ្ចឹងវា1000វាស្មើនឹង1 second ហើយកន្លែងនេះគឺជា delay ដូចគ្នា delay microsecond វាតូចជាងខាងលើទៀតអញ្ចឹងឧទាហរណ៍ delay 5000វាស្មើនឹង5 second ឧទាហរណ៍យើងចង់ឲ្យ LED មួយភ្លឺអញ្ចឹងតើយើងឲ្យវាភ្លឺប្រមាណបានយើងបើយើងនិយាយពីភ្លើង stop stop ចរាចរណ៍របស់យើងអញ្ចឹងអាហ្នឹងយើងនឹងឃើញឧទាហរណ៍មានភ្លើងក្រហមបៃតងលឿងអញ្ចឹងទៅអញ្ចឹងវាមាន delay time របស់វាអញ្ចឹងគេប្រើ delay វានឹងឯងសម្រាប់ទៅកំណត់នៅរយៈពេលនៃការភ្លឺឬក៏មិនភ្លឺរបស់វានឹងអញ្ចឹងយើងចូលទៅដល់ចំណុចបន្ទាប់យើងនិយាយអំពី digital output អូខេអញ្ចឹង digital output គឺវាមាន function មួយគឺ digital write ដែលមាន pin ហើយ value អញ្ចឹងដូចខ្ញុំនិយាយកាលមុនអញ្ចឹងកាលណាយើងមានពាក្យពីរគឺវានឹងផ្ដើមដោយអាខាងចុងក្រោយគឺមានអក្សរធំមួយហើយដូច digital ហើយនឹង write អញ្ចឹងវាគឺជា function output មួយសម្រាប់ digital output អញ្ចឹងឧទាហរណ៍ digital write 9លេខ9 pin លេខ9នេះហើយ value របស់យើងឲ្យ1 digital write លេខ9ហើយ value របស់យើងឲ្យ high អញ្ចឹងយើងទៅមើល detail អូខេ detail pin number of pin that need to output here signal the signal អញ្ចឹងមានន័យថា pin ហ្នឹងវាសម្រាប់ប្រើសម្រាប់អីគេសម្រាប់ output the signal នេះបើយើងប្រើទៅនៅ digital write អញ្ចឹងវាកាលណាយើងដាក់value មួយអញ្ចឹងឧទាហរណ៍យើងបញ្ជាទៅអំពូលមួយអញ្ចឹងមានន័យថាអំពូលនឹងភ្លឺហើយដោយសារតាវាមាន signal output លេខ1 value គឺយើងមានគេ digital value that need to output such as អីគេ true ដែលយើងមានលេខ1ហើយ false លេខ0អញ្ចឹងយើងធ្លាប់រៀនឲ្យ true false អីអញ្ចឹងទៅនៅក្នុងតក្កវិទ្យាហើយឬក៏យើងអាចប្រើ high low បានដែរកន្លែងនេះគឺវា same ទេវា same ទេពីនេះដូចតែគ្នាទេពីនេះប្រើលេខ1ក៏បានហើយក៏បានអូខេប៉ុណ្ណឹងចូលដល់បន្ទាប់ទៀតគឺយើងបាននិយាយពីខាងដើមហ្នឹងគឺ variable ហើយជាកន្លែងអីគេជាកន្លែងសម្រាប់វាសាទុកនៅទិន្នន័យអីចឹងទៅសម្រាប់យកមកប្រើប្រាស់អញ្ចឹងយើងចូលមកដល់ការប្រើប្រាស់នៅ variable usage variable អញ្ចឹងវាមាន syntax ដូចជាអីគេ data type variable name value ជា optional ដាក់ក៏បានមិនដាក់ក៏បានមិនថាមានថាមិនដាក់ក៏បានទេអានឹងអាស្រ័យលើយើងសរសេរខ្លួនយើងចង់ធ្វើអីយើងថែមនឹងទៅកន្លែងនេះគឺវាភាសាមួយចំនួនគឺគេមាន data type variable name ហើយ value ជាពិសេសគឺ C++ Java អីចឹងទៅប៉ុន្តែចំណែក Python វាខុសពីនឹង Python គឺវាដាក់តែឈ្មោះ variable ហើយសេយកតែម្ដងគឺវាចាប់យកប្រភេទនៃការassign តម្លៃឲ្យដែលយើងនេះខ្លួនឯងហើយវាជាប្រភេទអីគេប៉ុន្តែយើងនិយាយអំពី C ទេនេះអញ្ចឹងនៅក្នុងហ្នឹងគឺយើងមានដូចជាអីគេ integer value float distance ស្មើ 5.7 long duration ស្មើអីគេស្មើ1 2 3 4 5អញ្ចឹងទៅអូខេអញ្ចឹង integer នេះគឺជា data type variable name គឺជា value អញ្ចឹងអានេះអត់មានអីគេអត់មាននៅតម្លៃដែលយើង assign ឲ្យទេប៉ុន្តែ float នេះ distance ជា variable name យើងមានតម្លៃ 5.7 ហើយ long នេះយើងមានប៉ុន្មាន duration long នេះ long duration នេះមាន 1.45 អញ្ចឹងទៅសម្រាប់ assign តម្លៃឲ្យវាអូខេអញ្ចឹងយើងចូលទៅដល់ detail អញ្ចឹង detail របស់យើងគឺយើងមាន data type របស់យើងនេះ to define the data type of variable ប្រើវាសម្រាប់បញ្ជាក់ឬក៏កំណត់នៅប្រភេទនៃ data type ទៅឲ្យនៃ variable របស់យើងមានថាប្រើវាសម្រាប់បញ្ជាក់ប្រភេទទិន្នន័យទៅឲ្យអថេរបស់យើងបើយើងនិយាយឲ្យចំទៅគឺអថេរបស់យើងនឹងឬក៏អញ្ញត្តិរបស់យើងទី2គឺ variable name to define name of variable អញ្ចឹងមានន័យថាយើងសម្រាប់
define នៅឈ្មោះទៅឲ្យគេសម្រាប់បញ្ជាក់ឈ្មោះទៅឲ្យនឹង variable របស់យើងនឹងថាវាឈ្មោះអីដូចនេះ value distance duration ទី3គឺ value optional to add initial value of variable ជា optional សេចក្ដីកន្លែងនេះអញ្ចឹងកន្លែងហ្នឹងលក្ខណៈថាយើងចង់ add assign value ឲ្យប្រមាណដូចអានេះអញ្ចឹង 5.7 1.1 2 3 5អញ្ចឹងប៉ុន្តែអានេះកន្លែង integer value នេះយើងអត់បាន assign ទេបើអីវាជា optional វាអត់មែនជាការទៀមទាទៅអាហ្នឹងជាអាច optional បានគឺអត់បានអូខេចំណុចបន្ទាប់គឺយើងនិយាយអំពី rule for naming variable មានន័យថាការដាក់ឈ្មោះទៅឲ្យ variable របស់យើងអញ្ចឹងនេះគឺជាច្បាប់មួយនៃការដាក់ឈ្មោះទៅឲ្យ variable ថាយើងដាក់យ៉ាងម៉េចអូខេអញ្ចឹងទី1គឺ must start with letter or underscore អញ្ចឹងយើងគួរមិនគួរ start ទេយើងត្រូវតែ start វាជាមួយនឹងអក្សរឬក៏ underscore ដូចកន្លែងនេះអញ្ចឹងត្រឹមត្រូវគឺគេដាក់ count និង speed ចំណែកអីដែលមិនត្រឹមត្រូវគឺគេដាក់លេខ1ហើយនឹង $speed នៅក្នុងនេះក្នុង variable គឺយើងអនុញ្ញាតឲ្យតែមានអក្សរលេខហើយនឹង underscore ប៉ុណ្ណោះដែលយើងអនុញ្ញាតចំណែកspecial character ផ្សេងៗទៀតគឺអត់អាចទេដូចជាគេ hashtag add អីចឹងទៅគឺអានឹងអាចដាក់បានតិចទី2 can contain number letter and underscore មានន័យថាវាអាចមាននៅ underscore មានអាចមាន number លេខអក្សរហើយនឹង underscore ប៉ុន្តែដូចខ្ញុំនិយាយអញ្ចឹងมันអាចយកអក្សរទៅ start មុនมันអាចយកលេខទៅ start មុនបានទេឬនេះដូចខាងនេះប៉ុន្តែអាចយកអីគេ underscore start មុនបានអញ្ចឹងត្រឹមត្រូវគឺគេដាក់គេ sensor value number 1អីចឹងទៅប៉ុន្តែអីដែលមិនត្រឹមត្រូវគឺ lead dash 1មានន័យថាវាអត់ត្រឹមត្រូវបើអីគេអនុញ្ញាតឲ្យប្រើអីគេអាសញ្ញាដកឲ្យដើរឬក៏ dash នេះទេអញ្ចឹងlead hashtag 2នេះ hash 2នេះក៏គេអត់ឲ្យប្រើដែរអញ្ចឹងក្រៅពី underscore គឺ special character ដទៃទៀតគឺមិនអាចប្រើបានទេសម្រាប់ការកំណត់ឈ្មោះទៅឲ្យ variable ទី3 cannot contain space មានន័យថាវាមិនអាចមាន space បានទេដូចនេះ total distance គឺវាត្រឹមត្រូវហើយយើងដាក់វាជាប់គ្នាអញ្ចេះ d តូចក៏បាន d ធំក៏បានគឺជាការកំណត់ទេកន្លែងហ្នឹងប៉ុន្តែយើងដាក់ total ហើយ space មួយ distance នេះគឺវានឹងខុសហើយ100% វានឹង error បើយើងដាក់អញ្ចឹងយើងចូលមកដល់លេខ5គឺ cannot use reserve keyword មានន័យថាយើងមិនអាចប្រើ keyword ជាឈ្មោះ variable បានទេដូចនេះមិនត្រឹមត្រូវដូចជា integer យើងដាក់ int មកគឺវាមិនត្រឹមត្រូវទេហើយ float ក៏ត្រឹមត្រូវ return ក៏ត្រឹមត្រូវដែរដោយសារទាំងអស់ហ្នឹងគឺជា keyword ដែលមាននៅក្នុងprogramming language មួយហ្នឹងគឺមិនអាចប្រើបានទេវាអាចនឹងជួនទៅលើ keyword អីដែលត្រឹមត្រូវយើងអាចប្រើបាន integer ប៉ុន្តែយើងជាប់គ្នាមិនដកគ្នាទេ value float number return value យ៉ាងនេះត្រឹមត្រូវចំណុចទី6ចឹងទី6គឺវា case sensitive វាមានន័យថាវាទាំងអស់3នេះគឺអក្សរធំអក្សរតូចដែលយើងសរសេរខុសគ្នានេះគឺវាមិនដូចគ្នាទេ are all different variable អញ្ចឹងទាំង3នេះគឺខុសគ្នាទាំង3អូខេទី7 should have the meaningful name for clarity មានន័យថាវាគួរតែមាននៅឈ្មោះមានឈ្មោះពេញលេញមួយសម្រាប់ឲ្យយើងកំណត់សម្គាល់បានកាន់តែច្បាស់អញ្ចឹងទៅណាបើសិនជាយើងប្រើសរសេរចេះអា C A B C អីណា A ស្មើ5 in A ស្មើ5 in B ស្មើ6អីអញ្ចឹងទៅនៅពេលដែលយើងសេច្រើនយើងមិនអាចចាំវាបានទេថាយើងអាហ្នឹងយើង assign អីគេ variable ហ្នឹងយើងប្រើសម្រាប់ store ទុក data អីគេដូចកន្លែងអញ្ចឹងវាជា code practice មួយអញ្ចឹងវាដូចជាអីគេ temperature lead state distance cm មានន័យថា distance នេះគិតជា centimeter អញ្ចឹងទៅវា clear ជាងយើងមិនដាក់ដូចជាងដាក់ឧទាហរណ៍ x អីអញ្ចឹងទៅ x y អីអញ្ចឹងទៅកន្លែងហ្នឹងណាដល់ពេលmain កន្លែងនេះ main error ណាដើរដូចគ្នាប៉ុន្តែវាជា bad practice មួយដែលវា hard to understand មានន័យថាវាពិបាកក្នុងការយល់នៅពេលដែលយើងមើលពេលក្រោយនៅពេលដែល code របស់យើងសេច្រើនអញ្ចឹងដូចជា x a1 time 2អាហ្នឹងអញ្ចឹងឯងអញ្ចឹងនេះគឺជាច្បាប់មួយចំនួនវាអាចនឹងមាន time ទៀតក្នុងការកំណត់ឈ្មោះទៅឲ្យ variable របស់យើងអូខេអញ្ចឹងយើងចូលមកដល់ចំណុចបន្ទាប់មួយទៀតគឺយើងបានរៀនហើយមិញហ្នឹង
digital write អីគេ digital write pin mode អញ្ចឹងទៅអញ្ចឹងយើងអាចកំណត់បានហើយទៅសេនៅ LED blinking របស់យើងនឹងបញ្ចប់នៅអីគេយើងនឹងបញ្ចប់នៅ digital output របស់យើងនៅក្នុងវីដេអូនេះតែម្ដងអញ្ចឹងអូខេចឹងខ្ញុំសូម log in យើងចូលមក Tinkercad dashboard របស់យើងមកយើងចុច create user kit ចាំតិចហើយយើងនឹងចូលទៅដល់ការកាត់លីងដោយសារអានឹងវាយូរពេកអញ្ចឹងខ្ញុំសូមមិនលើនឹងទេយើងខ្វែងចោលទៅអានឹងវា slow បន្តិចយើងត្រូវការពេលវេលាអូខេអញ្ចឹងយើងចូលមកសរសេរនៅក្នុងTinkercad វិញវាមានជា microbit ដូច Arduino ដែរអញ្ចឹងយើងទៅលើ Arduino របស់យើងយក Arduino មកហើយយើងត្រូវការ LED មួយគ្រាប់ខ្ញុំដាក់ពណ៌ Y ហើយ resistor មួយគ្រាប់មកអញ្ចឹងដល់ទៅអូខេខ្ញុំដាក់លេខ10 GND ដាក់ស្អាតតិចទៅអូខេអញ្ចឹងបានប៉ុណ្ណឹងអញ្ចឹងចូលមកដល់នៅក្នុងនេះគឺការសរសេរកូដខុសពីក្នុង Workvi អញ្ចឹងយើងចូលដល់កូដហើយនៅក្នុងនេះគឺជា block code តែយើងអត់បានរៀន block code ទេយើងរៀននៅ text តែម្ដងយើង tapping តែម្ដងអញ្ចឹងនៅក្នុងនេះសូមលុបចេញមកក៏ប៉ុតវាដើរពេលដាក់អញ្ចឹងវាដើរដូចគ្នាទេប៉ុន្តែខ្ញុំអត់ចង់បានអូខេអញ្ចឹងយើងចូលទៅដល់ការកំណត់នៅpin របស់យើងអញ្ចឹងតាមច្បាប់នៃការកំណត់នៅvariable របស់យើងគឺមិញហ្នឹង integer បើខ្ញុំកំណត់ជា integer ឲ្យ variable name ខ្ញុំដាក់ lead ស្មើជាមួយនឹង pin ដែលយើងកំណត់គឺ pin លេខប្រមាណមិនលេខ10អីក៏ប៉ុន្តែបើសិនជាខ្ញុំអត់ចង់ដាក់អញ្ចឹងខ្ញុំចង់ដាក់ថាឲ្យវាខុសពីអីដែលខ្ញុំញ៉ៃមិញតើវា error អត់ខ្ញុំដាក់លេខ1អញ្ចឹងច្បាប់នៃការកំណត់អីគេកំណត់ variable គឺมันអាចដាក់លេខខាងមុខបានទេប៉ុន្តែអាចដាក់ underscore បានអញ្ចឹងខ្ញុំដាក់លេខ1ទៅឲ្យវាខុសហើយ start simulation មកឃើញអត់ error អញ្ចឹងវាមានអីគេវាមានជា mistake error មួយ sorry it seems like your code has some error អញ្ចឹង error នេះអញ្ចឹងបើសិនជាយើងដាក់ជាអីគេជា underscore វិញអញ្ចឹងខ្ញុំ start simulation ទៅយើងឃើញតែដើរអញ្ចឹងអូខេដើរប៉ុណ្ណឹងអញ្ចឹងនោះគឺជាការកំណត់នៅអីគេកំណត់នៅ variable របស់យើងទី2យើងទៅកាន់ pin direction របស់វាអញ្ចឹង pin direction របស់វាហ្នឹងចាំបន្តិចខ្ញុំសុំបន្តិចមួយនេះអញ្ចឹងយើងនិយាយពី pin direction អញ្ចឹងវាមាន syntax ជា pin mode pin ហើយ mode អូខេសុំ zoom out បន្តិចអញ្ចឹងនេះកូដឲ្យយើងមកអញ្ចឹងថាតើលេខ10នេះ pin របស់វាយើងចង់ output ឬក៏ input ជាក់ស្ដែងនៅក្នុងនេះវាគឺជា output ហើយដោយសារវានឹងបញ្ចេញចរន្តអគ្គិសនីទៅបញ្ជាអំពូល LED ទៅឲ្យភ្លឺអញ្ចឹងវាគឺជា output អញ្ចឹង pin mode នៃអីគេនៃកន្លែងនេះចង់ដាក់លេខ10តែម្ដងក៏បានប៉ុន្តែដោយសារយើង define variable ហើយយើងត្រូវយក variable មកប្រើមកដើម្បីងាយស្រួលប្រើនៅពេលក្រោយអញ្ចឹងខ្ញុំនឹងបង្ហាញបញ្ជាក់បន្តិចថាពេលយើងប្រើ variable ទៅវាយ៉ាងម៉េចអញ្ចឹងកន្លែងនេះគឺ output ហើយយើង complex បិទនៅ semicolon មួយកាន់អត់បិទគឺ error ហើយ while loop អញ្ចឹង while loop គឺ digital write សម្រាប់បញ្ជាទៅឲ្យបញ្ចេញ signal ឲ្យ pin digital ហ្នឹងបញ្ចេញ signal ដើម្បីទៅបញ្ជា LED របស់យើង digital write កន្លែងនេះគឺ pin ប៉ុន្តែ pin នេះយើងបាន define ទៅលេខ10ហើយជា LED ហ្នឹងអញ្ចឹងយើងឈ្មោះ variable មកប្រើវិញមកស្រួលជាង lead នៃលេខ1ក៏បានហើយក៏បានខ្ញុំឲ្យហើយអេហើយខ្ញុំបិទអីគេ
ប៉ុណ្ណឹងខ្ញុំសាក start អូខេចាំទីអញ្ចឹងយើងឃើញថាភ្លឺហ្នឹងនេះភ្លឺហើយអញ្ចឹងខ្ញុំសុំដូរពណ៌បានអត់នេះនេះដូរបានអូខេចឹងអាហ្នឹងគឺប៉ុណ្ណឹងប៉ុន្តែនៅក្នុងគោលបំណងរបស់យើងនេះគឺយើងចង់អីគេ Blink LED ដើម្បីបញ្ចប់នៅdigital output របស់យើងអញ្ចឹងយើងសរសេរមកដើម្បី blink បានយើងមានអីគេមានថាវាបាត់បើកហ្នឹងប៉ុន្តែក្នុង while loop យើងកាន់តែដាក់ថែម delay មួយមក delay 2មកយើងឲ្យមានន័យថាឲ្យវាភ្លឺប្រហែលអញ្ចឹងខ្ញុំឲ្យ delay ឲ្យវាភ្លឺតែ1 second ទេអញ្ចឹង1000ហើយឲ្យវាបិទ1000ដែរអញ្ចឹងមានថាភ្លឺរយៈពេល1 second ហើយនឹងមិនភ្លឺរយៈពេល1 second កន្លែងដាក់ low ឬក៏លេខ0អូខេចឹងយើងនឹងទទួលបាន LED blink របស់យើងហើយ blinking LED របស់យើងហើយចាំតិចវានឹងដើរឥឡូវអូខេចឹងដង1000គឺវាភ្លឺបិទបើកចឹងយើងទទួលបាន LED blinking ហើយចឹងវីដេអូនេះមានតែប៉ុណ្ណឹងហើយនឹងយើងនឹងជួបគ្នានៅវីដេអូបន្តទៀត